សូមជម្រាបសួរបងប្អូនជាទីគោរពបាទសូមស្វាគមន៍មកកាន់ Channel Skill Up KH បាទថ្ងៃនេះយើងមានប្រធានបទមួយទាក់ទងទៅនឹងការបែងចែកទ្រព្យសម្បត្តិឲ្យដាច់ពីគ្នារវាងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិអាជីវកម្មបាទអញ្ចឹងយើងចូលមេរៀនយើងតែម្ដងបាទបងប្អូនតើទ្រព្យសម្បត្តិគឺជាអ្វីបាទចំពោះនិយមន័យនៃទ្រព្យសម្បត្តិគឺជាលុយទ្រព្យសម្បត្តិជាធនធាននិងទ្រព្យសម្បត្តិជាសម្ភារៈប្រើប្រាស់បាទទ្រព្យសម្បត្តិជាលុយគឺមានន័យថាជាសាច់ប្រាក់ដែលនៅក្នុងបញ្ជីនិងដើមទុនបង្វិលបើនិយាយពីទ្រព្យសម្បត្តិជាធនធានមានន័យថាគឺជាធនធានមនុស្សនិងចំណេះដឹងជំនាញក្នុងអាជីវកម្មបើទ្រព្យសម្បត្តិជាសម្ភារៈប្រើប្រាស់មានន័យថាសំដៅលើម៉ាស៊ីនឧបករណ៍និងគ្រឿងសង្ហារិមផ្សេងៗបាទជាបន្តទៀតយើងចូលដល់ចំណុចថាហេតុអ្វីបានត្រូវបែងចែកទ្រព្យសម្បត្តិឲ្យដាច់ពីគ្នារវាងទ្រព្យសម្បត្តិអាជីវកម្មនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីព្រោះដើម្បីឲ្យដឹងអំពីភាពរីកចម្រើននិងដឹងអំពីប្រាក់ចំណេញបាទដឹងអំពីភាពរីកចម្រើនមានន័យថាគឺដើម្បីឲ្យយើងអាចមើលឃើញពីការលូតលាស់ពិតប្រាកដរបស់អាជីវកម្មហើយដឹងអំពីប្រាក់ចំណេញមានន័យថាដឹងអំពីអាជីវកម្មចំណេញខាតដោយមិនបូកលុយលៃលំជាមួយនឹងលុយផ្ទាល់ខ្លួនបាទបងប្អូនឈប់មានទម្លាប់លួចលុយឬក៏លួចអីវ៉ាន់របស់អាជីវកម្មដើម្បីធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនតទៅទៀតទៅណាបាទជាបន្តទៀតយើងចូលដល់ការប្រៀបប្រដូចទ្រព្យទាំងពីរហ្នឹងគឺប្រៀបដូចនឹងប្រេងហើយនឹងទឹកប្រេងគឺសម្បត្តិទៅលើអាជីវកម្មហើយទឹកគឺសម្បត្តិទៅលើផ្ទះនិងការងារអាជីវកម្មគឺដាច់ដោយឡែកពីគ្នាបើសិនជាបងប្អូនយកការងារអាជីវកម្មទៅធ្វើនៅផ្ទះច្រើនពេកគ្រួសារនឹងពិបាកហើយបើសិនជាផ្ដោតទៅលើគ្រួសារខ្លាំងពេកអាជីវកម្មនឹងបរាជ័យអញ្ចឹងយើងម្នាក់មានត្រូវមានច្បាប់ដាក់ដាច់ដោយឡែកពីគ្នារវាងទ្រព្យសម្បត្តិផ្ទាល់ខ្លួននិងទ្រព្យសម្បត្តិអាជីវកម្មការបែងចែកពេលវេលានិងលុយកាក់បាទពេលវេលាគឺកំណត់ម៉ោងឲ្យបានច្បាស់លាស់សម្រាប់គ្រួសារនិងសម្រាប់អាជីវកម្មលុយកាក់គឺលុយកាក់ក្នុងបញ្ជីរបស់យើងគឺជាលុយអាជីវកម្មរបស់យើងវាមិនមែនជាលុយរបស់យើងទេមានន័យថាលុយចែកចេញជាពីរទី1គឺលុយអាជីវកម្មទី2គឺលុយរបស់យើងអញ្ចឹងលុយរបស់យើងគឺអាចជាលុយប្រាក់ខែដែលចេញពីអាជីវកម្មហ្នឹងអាហ្នឹងគឺជាលុយរបស់យើងមកជាបន្តទៀតធនធាននិងគណនេយ្យធនាគារធនធានខ្ញុំឧទាហរណ៍មួយដូចជាការបើសិនជាយើងបើកហាងនំប៉័ងមួយនៅផ្ទះយើងត្រូវប្រើប្រាស់ហ្គាសអញ្ចឹងហ្គាសយើងគឺហ្គាសនៅធ្វើនំប៉័ងឬក៏ហ្គាសធ្វើម្ហូបអាហារហ្នឹងគឺត្រូវបែងចែកដាច់ដោយឡែកពីគ្នាគណនីធនាគារដូចគ្នាដែរប្រសិនបើបងប្អូនមានគណនីធនាគារបងប្អូនត្រូវតែបែងចែកពីរផ្សេងគ្នាមួយគណនីកុងផ្ទាល់ខ្លួននិងមួយទៀតគឺកុងអាជីវកម្មបាទសម្រាប់ការឲ្យប្រាក់ខែផ្ទាល់ខ្លួនឯងអញ្ចឹង100%នៃច្បាប់អាជីវកម្មគឺបងប្អូនត្រូវតែឲ្យប្រាក់ខែខ្លួនឯងមិនថាអាជីវកម្មតូចឬធំបងប្អូនត្រូវតែឲ្យប្រាក់ខែខ្លួនឯងឲ្យបានជាប់លាប់និងមានស្ថិរភាពទោះបីជាអាជីវកម្មឡើងចុះក៏ដោយចាត់ទុកថាខ្លួនឯងគឺជាបុគ្គលិកអាជីវកម្មដែលអាជីវកម្មជួលមកធ្វើបើចឹងជាបន្តយើងចូលដល់ថាតើយើងគួរតែឲ្យប្រាក់ខែនៅពេលណាប្រាក់ខែខ្លួនឯងណាបាទអញ្ចឹងឲ្យតាំងពីដំបូងកុំរងចាំដល់មានប្រាក់ចំណូលច្រើនសិនទើបចាប់ផ្ដើមដើម្បីស្ថិរភាពមិនត្រូវឲ្យប្រាក់ខែឡើងចុះទៅតាមអាជីវកម្មនោះទេកាត់វិន័យការឲ្យប្រាក់ខែខ្លួនឯងគឺជាការជួយការពារខ្លួនឯងឲ្យឲ្យយើងដកលុយអាជីវកម្មមកប្រើមិនឲ្យយើងដកលុយអាជីវកម្មមកប្រើប្រាស់ផ្ដាស់អញ្ចឹងជាបន្តទៀតយើងចូលដល់ slide មួយទៀតខែថេរទល់នឹងចំណូលអាជីវកម្មប្រាក់ខែត្រូវតែមានស្ថិរភាពទោះបីជាចំណូលអាជីវកម្មមានការឡើងចុះក៏ដោយនេះគឺជាទំនំនៃអាជីវកម្មឬក៏ជាច្បាប់នៃអាជីវកម្មអញ្ចឹងបងប្អូនត្រូវស្វែងយល់ចំណុចហ្នឹងបាទជាបន្តទៀតយើងចូលដល់ slide មួយទៀតការបែងចែកទ្រព្យឲ្យដាច់ពីគ្នាជួយឲ្យយើងរឹងមាំខាងផ្នែកហិរញ្ញវត្ថុអញ្ចឹងរឹងមាំយ៉ាងដូចម្ដេចពេលណាបងប្អូនមានលុយសន្សំសម្រាប់អនាគតនិងបរិយាអាជីវកម្មថ្មីបើបងប្អូនបែងចែកទ្រព្យឲ្យដាច់ពីគ្នាឬក៏បងប្អូនឲ្យប្រាក់ខែខ្លួនឯងហ្នឹងហើយជួយឲ្យយើងឈប់ជំពាក់បំណុលគេនិងមានឯករាជ្យភាពពីព្រោះយើងបែងចែកដាច់ពីគ្នារវាងអាជីវកម្មនិងផ្ទាល់ខ្លួនហើយឬក៏ប្រាក់ខែរបស់ខ្លួនឯងមួយទៀតកសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួននិងគ្រួសារបាទអញ្ចឹងខាងយើងមានតែប៉ុណ្ណឹងបើបងប្អូនមានសំណួរឬក៏ចម្លើយ
យ៉ាងណាបងប្អូនអាចcomment នៅខាងក្រោមបាទសូមអរគុណពីខ្ញុំ Skill Up KH